បាទជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះមកធ្វើរងថ្ងៃមុនដែលបានពពុះកាមបងប្អូនឥឡូវនេះបានដាក់ជីហើយនឹងរៀបតាមឥឡូវបងប្អូនថ្ងៃនេះរៀងចែងបន្តិចហើយក៏ផ្គួរក្តឹងឯងបងប្អូនប៉ុន្តែដីវារៀងស្ងួតហើយដល់ពេលអញ្ចឹងចាប់ផ្ដើមលាយជីអាចគោជាមួយនឹងជីក្របដើម្បីត្រាប់បាតណាបងប្អូនហើយនោះកូនតឡាចហ្នឹងខ្ញុំប្រពន្ធខ្ញុំបដោះរួចហើយឥឡូវនេះបានមករើសស្មៅហើយនឹងដាក់ជីដើម្បីត្រាប់បាតដើម្បីយើងយកកឹះកូនយកមកដាំណាបងប្អូននេះកូនតឡាចដែលប្រពន្ធខ្ញុំបានបណ្ដុះប្រហែលជាខ្ទង់មកទឹកជាងណាបងប្អូននេះមិនណែឡើងប្រុសហើយ60គ្រាប់50គ្រាប់70គ្រាប់ហ្នឹងគឺដុះទាំងអស់បងប្អូននេះមើលល្អណាស់ហើយបាច់ស្លឹក4ស្លឹក3ហើយបងប្អូនល្មមនឹងខ្ញុំយកទៅដាំហើយបានធ្វើដីរួចហើយសូម5ផ្ញើដល់បងប្អូនប្រសិនបើមានបំណងចង់ដាំតឡាចលក្ខណៈគ្រូស្ប៉ះកូនតឡាចអីអញ្ចឹងណាបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានហើយខ្ញុំលក់ធូថ្លៃទេបងប្អូនដើម្បីចែករំលែកដល់បងប្អូនដែលបណ្ដុះមិនដុះអញ្ចឹងណាបងប្អូនណែពូជខ្ញុំទិញមកពីផ្សារដែរហើយល្អទៀតពូជហ្នឹងដាក់ទៅហើយផ្លែវាវែងដោយដែលខ្ញុំបានបង្ហោះនៅក្នុង Facebook កាលដែលខ្ញុំកាត់យកទៅលក់ណាបងប្អូនល្អណាស់ណែចឹងគិតឲ្យជប់ដីមកដើម្បីយកទៅដាំគឺវាដុះបានល្អវាអត់បែកដីវាអត់ដាច់រឹសដាច់អីទេបងប្អូនល្អណាស់បងប្អូនណែឡើងកប៉ោះល្អបងប្អូនដាំតឡាចជាមួយនឹងខ្ញុំណែងាក់ដែលចូលចិត្តពេញចិត្តនឹងការដាំដំណាំសើមតិចបងប្អូន